បើសិនជាខ្ញុំប្រាប់បងប្អូនថាបើចង់សម្រក់គីឡូមិនបាច់ផ្លាស់ប្ដូររបបអាហារទេប៉ុន្តែផ្លាស់ប្ដូរម៉ោងញ៉ាំវិញបងប្អូនអាចស្រក់គីឡូបានជោគជ័យហើយលឿនទៀតបងប្អូនជឿខ្ញុំអត់អញ្ចឹងវីដេអូថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនថាតើអ្វីទៅជា intermittent fasting ហើយវាមានប្រយោជន៍អីគេសម្រាប់សុខភាពរបស់យើងអញ្ចឹងបងប្អូនយើងភាគច្រើនគិតថា intermittent fasting ហ្នឹងគឺជាការផ្លាស់ប្ដូររបបអាហារប៉ុន្តែជាក់ស្ដែងវាមិនមែនអញ្ចឹងទេបងប្អូន intermittent fasting វាគឺជាការកំណត់ម៉ោងញ៉ាំឲ្យបានត្រឹមត្រូវមានម៉ោងត្រូវញ៉ាំមានម៉ោងមិនត្រូវញ៉ាំដោយសារតែមនុស្សយើងឥឡូវញ៉ាំអត់ដឹងម៉ោងអត់ដឹងពេលវេលាអញ្ចឹងហើយបានជាធ្វើឲ្យមនុស្សជាច្រើនគាត់លើសគីឡូអញ្ចឹងគាត់ញ៉ាំបន្តរហូតពី2 ម៉ោងញ៉ាំម្ដង2 ម៉ោងញ៉ាំម្ដងឬក៏5 6 ម៉ោងញ៉ាំម្ដងលើសពីការលើសគីឡូនឹងទៀតវាធ្វើឲ្យគាត់លើសអីផ្សេងលើសស្ករឲ្យទឹកនោមផ្អែមលើសខ្លាញ់ឲ្យលើសសម្ពាធឈាមជំងឺបេះដូងជំងឺសរសៃឈាមបេះដូងគឺលើសសពគ្រប់តែម្ដងបងប្អូនអញ្ចឹងបើសិនជាបងប្អូនកំណត់ពេលវេលានៃការញ៉ាំឲ្យបានត្រឹមត្រូវឧទាហរណ៍ថា16:08មានន័យថាយើងតមអាហារមិនញ៉ាំអីសោះ16 ម៉ោងហើយយើងយកអាហារដែលយើងញ៉ាំព្រឹកល្ងាចថ្ងៃហ្នឹងណាយកមកញ៉ាំរួមគ្នា8 ម៉ោងអញ្ចឹងឧទាហរណ៍ថាបងប្អូនចាប់ផ្ដើមញ៉ាំម៉ោង12យើងបញ្ចប់ការញ៉ាំរបស់យើងគឺម៉ោង8 យប់ហើយអាកំឡុងពេល16 ម៉ោងដែលយើងអត់ញ៉ាំអីហ្នឹងណាបងប្អូនអាចផឹកជាកាហ្វេផឹកជាទឹកឬក៏ជាតែឬក៏ជាអាហារផ្សេងដែលមានកាឡូរីក្រោម50 កាឡូរីដើម្បីកុំឲ្យ break fast មានន័យថាយើងបំបែកការ fasting ហ្នឹងហើយយើងអត់បានបន្តវាទៀតទេអញ្ចឹងកំឡុងពេល16 ម៉ោងដែលយើងអត់ញ៉ាំអាហារហ្នឹងណាតើវាមានរឿងអីគេកើតឡើងនៅក្នុងខ្លួនរបស់យើងតើវាស្ករវាចោះខ្លាំងយើងត្រូវសន្លប់យើងត្រូវដួលឬក៏ត្រូវគ្រោះថ្នាក់សុខភាពអីផ្សេងចូលទៅសង្គ្រោះមិនទាន់ឬក៏មិនចម្លើយគឺថាអត់ទេបងប្អូនកុំតាន់អភ័យអញ្ចឹងពេលណាដែលបងប្អូនមិនញ៉ាំអាហារ16 ម៉ោងហ្នឹងណាខ្លួនប្រាណរបស់យើងគឺឆ្លាតណាស់វាយកស្ករដែលថ្លើមរបស់យើងហ្នឹងរក្សាទុកបំរុងពេលដែលយើងខ្វះអាហារហ្នឹងណាយកមកប្រើមកវិញអញ្ចឹងជំហានទី1គឺយើងយកស្ករដែលលើសយកទៅប្រើធ្វើឲ្យស្កររបស់យើងចុះទី2ពេលណាដែលស្ករថ្លើមនោះយកទៅប្រើអស់ឬក៏ដល់ចំនួនមួយដែលវាយកលេងកើតតើមានរឿងអីកើតឡើងទៀតខ្លួនប្រាណយើងរត់ទៅយកខ្លាញ់ម្ដងអញ្ចឹងអាខ្លាញ់ដើមដៃអាខ្លាញ់ក្បាលពោះខ្លាញ់កផ្លូវរបស់យើងហ្នឹងណាវានឹងចាប់ផ្ដើមស្រកដោយសារអីវាត្រូវបានយកមកធ្វើជាថាមពលប្រើប្រាស់កំឡុងពេល16 ម៉ោងនឹងវិញអញ្ចឹងជាលទ្ធផលមិនទៅបងប្អូនស្រកគីឡូស្រកខ្លាញ់ណាកាត់បន្ថយក្បាលពោះរបស់យើងកាត់បន្ថយខ្លាញ់នៅដើមដៃរបស់យើងជាពិសេសអ្នកដែលមាន hemoglobin A1C ពោះគឺវាអាចធ្លាក់មកវិញដោយសារអីអាំងសាលីនវាចាប់ផ្ដើមដើរធម្មតាមកវិញរាងកាយរបស់យើងចាប់ផ្ដើមទទួលយកអាំងសាលីនវាអត់ resistant មានន័យថាវាអត់ស៊ាំទៀតណាអញ្ចឹងបងប្អូនកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមអាហ្នឹងគឺជាចំណុចចាប់ផ្ដើមឯងបងប្អូនអ្វីដែលកាន់តែពិសេសទៀតណាពេលដែលរាងកាយរបស់យើងយកខ្លាញ់យកទៅប្រើអស់ឬក៏ប្រើចំនួនណាមួយដែលធ្វើឲ្យយើងស្រកដល់កម្រិតល្អវាកាត់បន្ថយជំងឺលើសសម្ពាធឈាមវាកាត់បន្ថយជំងឺបេះដូងវាកាត់បន្ថយជំងឺសរសៃឈាមបេះដូងទៅដល់បងប្អូនថែមទៀតអញ្ចឹងវាល្អមែនទែននៅពេលណាដែលយើងកំណត់ម៉ោងញ៉ាំឲ្យបានត្រឹមត្រូវវាធ្វើឲ្យរាងកាយរបស់យើងត្រឡប់ទៅរកភាពល្អវិញបងប្អូនមួយចំនួនគាត់សុខចិត្តទទួលយកជំងឺលើសសម្ពាធឈាមសុខចិត្តទទួលយកជំងឺទឹកនោមផ្អែមក៏អត់ព្រមរកវិធីណាការពារបងប្អូនអញ្ចឹងខ្ញុំអត់ចង់ឲ្យបងប្អូនគិតបែបហ្នឹងទេយើងមានវិធីការពារកុំឲ្យរាងកាយរបស់យើងវិវត្តទៅរកជំងឺទាំងអស់ហ្នឹងព្រោះអីលេបថ្នាំជារៀងរាល់ថ្ងៃមិនមែនជារឿងស្រួលលេបថ្នាំជារៀងរាល់ថ្ងៃវានឹងមានផលវិបាកមកឲ្យយើងឲ្យថ្លើមឲ្យដង្រងនោមវិញមិនអត់អញ្ចឹងបន្ទាប់ពីមើលវីដេអូនេះទៅបងប្អូនអាចព្យាយាមធ្វើ intermittent fasting ដល់ខ្លួនឯងនៅផ្ទះបើបងប្អូនមិនអាចចាប់ផ្ដើមពីអត់ញ៉ាំអាហារ16 ម៉ោងទេយើងចាប់ផ្ដើមពី10 ម៉ោងសិនទៅមកឡើង11 12 13 14 15 16ទៅពីព្រោះអីអ្នកដែលធ្វើ intermittent fasting ដំបូងគឺដូចបងប្អូនអញ្ចឹងមិនអាចធ្វើរយៈពេលវែងភ្លាមបានទេវាត្រូវការពេលមួយចំនួនដើម្បីឲ្យរាងកាយរបស់យើងនឹងសម្របទៅតាមអ្វីដែលយើងចង់ធ្វើដូចជាស្ដែងខ្ញុំខ្លួនឯងខ្ញុំធ្វើ16 8ហ្នឹងខ្ញុំចាយពេលរហូតដល់7 កន្លះឆ្នាំតម្រាំតែរាងកាយរបស់ខ្ញុំនោះស៊ាំណាអញ្ចឹងវាយូរមែនទែនប៉ុន្តែអានេះវាជារាងកាយរបស់ខ្ញុំសម្រាប់រាងកាយបងប្អូនអាចនឹងលឿនជាងហ្នឹងអាចនឹងស្រកជាងហ្នឹងហើយអាចល្អជាងហ្នឹងប៉ុន្តែបងប្អូនខ្ញុំចង់ប្រាប់មួយសម្រាប់ស្ត្រីមានផ្ទៃពោះស្ត្រីបំបៅដោះកូនកុមារតូចឬក៏ក្មេងៗដែលកំពុងតែលូតលាស់កុំតណាធ្វើ fasting ឲ្យពួកគាត់ញ៉ាំអាហារដែលមានសារធាតុចិញ្ចឹមឲ្យបានគ្រប់គ្រាន់សិនពីព្រោះអីរាងកាយរបស់គាត់ត្រូវការលូតលាស់ស្ត្រីមានផ្ទៃពោះគឺគាត់មនុស្ស2 នាក់គាត់អាច fasting បានទេ fasting សម្រាប់គាត់ប៉ុន្តែកូនគឺត្រូវការញ៉ាំអញ្ចឹងកុំធ្វើការ fasting អីអត់ល្អទេណាអូខេអញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងខ្ញុំសរុបមកវិញ intermittent fasting មិនមែនជាការផ្លាស់ប្ដូររបបអាហារទេវាជាការផ្លាស់ប្ដូរម៉ោងញ៉ាំឲ្យបានត្រឹមត្រូវដើម្បីឲ្យរាងកាយរបស់យើងនឹងមានពេលសម្រាប់កុំគិតតែរំលាយអាហារខ្លាំងពេកការកំណត់ពេលវេលាញ៉ាំបានត្រឹមត្រូវវាធ្វើឲ្យស្កររបស់យើងល្អទៅវិញឲ្យខ្លាញ់ក្នុងខ្លួនរបស់យើងល្អទៅវិញកាត់បន្ថយជំងឺមិនឆ្លងមួយចំនួនហើយបើសិនជាបងប្អូនចង់ធ្វើ intermittent fasting ចាប់ផ្ដើមពីតិចម៉ោងទៅមុនតាមតែអាចធ្វើទៅបានហើយចាំដំឡើងម្ដងតិចពីមួយថ្ងៃទៅមួយថ្ងៃវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនាសម្រាប់ពេលនេះខ្ញុំបាទដុកទ័ររិទ្ធនឹងជួបបងប្អូននៅវីដេអូក្រោយទៀត